រឿងដំបូងដែលស្ត្រីម្នាក់នេះធ្វើបន្ទាប់ពីចាប់ជាថ្មីគឺការរៀបចំពិធីជ្រើសរើសស្វាមីយ៉ាងអធិកអធមសម្រាប់ខ្លួនឯងនាងបានបណ្ដេញបុរសដែលជាមិត្តភក្តិជិតដិតដែលនាងស្រឡាញ់ជាច្រើនឆ្នាំចេញពីបញ្ជីភ្លាមចុងក្រោយនៅចំពោះមុខក្រសែភ្នែកដ៏ភ្ញាក់ផ្អើលរបស់ឪពុកម្ដាយនាងបានរើសយករូបថតរបស់បុរសអ្នកមានម្នាក់ដែលរស់នៅបែបស្ងប់ស្ងាត់ដូចអ្នកប៊ូនាងបានប្រកាសថាជាតិភពនេះនាងនឹងរៀបការជាមួយតែគេម្នាក់គត់នេះក៏ព្រោះតែនាងដឹងយ៉ាងច្បាស់ថាបេះដូងអ្នកប៊ូដ៏ត្រជាក់ម្នាក់នេះនឹងរំជើបរំជួលសម្រាប់តែនាងហើយទឹកភ្នែករបស់គេក៏ស្រក់សម្រាប់តែនាងដែរក្នុងជាតិមុនស្ត្រីម្នាក់នេះបានរៀបការជាមួយមិត្តភក្តិជិតដិតតាមបំណងនឹកស្មានមិនដល់ថានៅថ្ងៃមង្គលការរបស់ពួកគេស្រីម្នាក់ដែលពោពេញដោយល្បិចកិច្ចក៏បានទៅឈរនៅលើដំបូលអគារនាងម្នាក់នោះអះអាងថាខ្លួនគ្រាន់តែមិនអាចរៀបការជាមួយបុរសម្នាក់នោះបានទើបមានអារម្មណ៍មិនល្អហើយទៅផឹកស្រាឲ្យស្រវឹងនាងសួរថាតើនាងមានកំហុសអ្វីហេតុអ្វីបានជាត្រូវគេបង្ខូចគេខ្មាស់ចំណែកឯបុរសម្នាក់នោះបែរជានិយាយពាក្យដែលមិនគួរឲ្យជឿទៅកាន់តួឯកស្រីថាទោះបីជាខ្ញុំរៀបការជាមួយជាងវ៉ាងស៊ីងក៏ដោយប៉ុន្តែក្នុងចិត្តខ្ញុំស្រឡាញ់តែអ្នកម្នាក់គត់គេបានបន្តថាអ្នកកុំបារម្ភខ្ញុំប្រកាសជាធ្វើឲ្យពួកវាទាំងអស់សងគុណវិញនិយាយចប់គេក៏បានបីស្រីម្នាក់នោះចេញទៅតួឯកស្រីបានមើលក្នុងអ្នកទាំងពីរដែលដើរចេញទៅទាំងក្តីអស់សង្ឃឹមប៉ុន្តែនៅថ្ងៃបន្ទាប់បុរសម្នាក់នោះបានរត់មកពន្យល់នាងថាអ្វីដែលគេនិយាយកាលពីម្សិលមិញគឺគ្រាន់តែជាល្បិចដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះព្រោះមិនចង់ឲ្យមានរឿងមិនល្អក្នុងថ្ងៃមង្គលការដោយសារតែសេចក្តីស្រឡាញ់និងទំនុកចិត្តជាច្រើនឆ្នាំនាងក៏បានជឿលើពាក្យភូតភររបស់គេប៉ុន្តែនាងមិនដឹងទេថាបុរសម្នាក់នោះបែរជាយកទុកសោករបស់ស្រីម្នាក់នោះមកបន្ទោសលើរូបនាងទៅវិញគេគិតថាប្រសិនបើមិនមែនមកពីនាងចេះចង់រៀបការជាមួយគេទេស្រីម្នាក់នោះក៏មិនទៅផឹកស្រាហើយក៏មិនរើគេបង្ខូចគេដែរប៉ុន្តែគេបែរជាភ្លេចថាការនោះគឺគេខ្លួនឯងទេដែលអង្វរឲ្យនាងរៀបការជាមួយគេចាប់តាំងពីរៀបការរួចសុខភាពរបស់នាងក៏កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃនៅពេលដែលនាងកំពុងទន់ខ្សោយបុរសម្នាក់នោះបានប្រើទំនុកចិត្តរបស់នាងដើម្បីបោកបញ្ឆោតឲ្យនាងចុះហត្ថលេខាលើកិច្ចសន្យាមួយហើយម្នាក់ទៀតរហូតដល់នាងលែងមានអ្វីសល់ទើបនាងយល់ពីការពិតទាំងអស់ក្រៅពីលិខិតលែងលះនៅមានកិច្ចសន្យាប្រគល់ទ្រព្យសម្បត្តិលិខិតផ្ទេរភាគហ៊ុននិងសូម្បីតែលិខិតព្រមព្រៀងបោះបង់ការព្យាបាលបុរសនោះបាននិយាយថាប្រាប់អ្នកក៏បានសូម្បីតែឪពុករបស់អ្នកក៏ជាអ្នកដែលខ្ញុំរុញទម្លាក់ដែរនៅខណៈនោះនាងពិតជាស្លាប់ចិត្តអស់ហើយនៅពេលដែលនាងកំពុងអស់សង្ឃឹមបំផុតឪពុកម្ដាយរបស់នាងក៏បានមកដល់ទាន់ពេលហើយប្រាប់នាងថាគ្រួសារបានរកឃើញអ្នកវិនិយោគថ្មីហើយច្បាស់ជាអាចស្ដារមុខមាត់ឡើងវិញបាននិយាយរួចពួកគេក៏បាននាំនាងចាក់ចេញទៅនៅពេលមើលក្នុងគ្រួសារទាំង3នាក់ចាក់ចេញទៅស្រីម្នាក់នោះបែរជានិយាយដោយមើលងាយថាពួកគេទៅមិនរួចទេពិតមែនគ្រាន់តែចេញទៅបានបន្តិចហ្វ្រាំងឡានក៏ចាប់ផ្ដើមរអិលហើយក៏ជ្រុលទៅបុកនឹងឡានដឹកទំនិញធំតែម្ដងតួឯកស្រីសម្លឹងមើលឪពុកម្ដាយទាំងក្ដីឈឺចាប់បំផុតគឺភាពល្ងង់ខ្លៃរបស់នាងដែលបង្កគ្រោះថ្នាក់ដល់ឪពុកម្ដាយនាងបានបាត់បង់ទាំងទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍សាច់ញាតិនិងជីវិតពេលនេះនាងបានចាប់ជាថ្មីនាងសម្លឹងមើលរូបថតបុរសអ្នកប៊ូដ៏ត្រជាក់ម្នាក់នោះក្នុងខួរក្បាលរបស់នាងស្រាប់តែនឹកឃើញរូបភាពមុនពេលនាងស្លាប់ក្នុងជាតិមុនដែលបុរសម្នាក់នេះបានរំជើបរំជួលចិត្តរហូតស្រក់ទឹកភ្នែកដូច្នេះក្នុងជាតិភពនេះនាងបានជ្រើសរើសបុរសម្នាក់ដែលស្រឡាញ់នាងដោយស្មោះម្នាក់នេះយ៉ាងមិនស្ទាក់ស្ទើរនាងនិយាយថាម៉ាក់ការរៀបការនេះខ្ញុំជ្រើសរើសតែចិនអ៊ីនឈូប៉ុណ្ណោះទោះបីជាឪពុកម្ដាយឆ្ងល់នឹងការសម្រេចចិត្តរបស់កូនស្រីប៉ុន្តែពួកគេនៅតែគាំទ្រនាងនៅពេលដែលនាងដើរចេញពីសាលប្រជុំពួកអ្នកកាសែតបានសម្រុកចូលមកចិត្តព្រោះពួកគេគិតថានាងច្បាស់ជាជ្រើសរើសបុរសម្នាក់នោះជាមិនខានចំណែកឯបុរសម្នាក់នោះក៏បាននាំស្រីម្នាក់ទៀតមកកាន់សាលប្រជុំដែរហើយនិយាយដោយទំនុកចិត្តថាតាំងពីដើមដល់ចប់អ្នកដែលខ្ញុំស្រឡាញ់គឺឈីនីនគេបន្តថាទោះបីជាត្រូវបង្ខំចិត្តរៀបការជាមួយស្រីផ្សេងតាមសម្ពាធគ្រួសារក៏ខ្ញុំមិនបោះបង់ក្តីស្រឡាញ់ចំពោះឈីនីនដែលពាក្យសម្ដីរបស់គេធ្វើឲ្យគ្រប់គ្នាគិតថាតួឯកស្រីដែលជាកូនស្រីសេដ្ឋីម្នាក់នេះជាមនុស្សគ្មានតម្លៃដែលរត់តាមអង្វរបុរសស្រីម្នាក់នោះឃើញឱកាសល្អក៏លុតជង្គង់ចុះធ្វើជាសម្ដែងអាការៈកំសត់និងព្យាយាមចោទប្រកាន់ថាតួឯកស្រីបានវីធ្វើបាបខ្លួនតួឯកស្រីសួរថាតើខ្ញុំវីនាងពីពេលណានិយាយចប់នាងក៏ទះមួយកំភ្លៀងរួចនិយាយថានេះទើបហៅថាវាយបន្ទាប់ពីទះរួចនាងមានអារម្មណ៍ស្រឡះក្នុងចិត្តណាស់ហើយក៏បណ្ដេញអ្នកទាំងពីរនោះចេញទៅថ្ងៃបន្ទាប់គូដណ្ដឹងថ្មីរបស់នាងបានឲ្យគេយកចំនួនមកជូននាងសម្លឹងមើលខ្សែអង្កាំព្រះពុទ្ធនិងលិខិតអាពាហ៍ពិពាហ៍ដែលធ្លាប់ស្គាល់ខណៈនោះនាងទើបដឹងថាសេចក្តីស្រឡាញ់ពិតប្រាកដគឺអាចដឹងបានតាមរយៈអារម្មណ៍នាងក៏បានដកទូរស័ព្ទផ្ញើសារទៅគូដណ្ដឹងថាល្អឥតខ្ចោះខ្ញុំមានតែអ្នកម្នាក់គត់គ្រាន់តែពាក្យមួយឃ្លានេះបានធ្វើឲ្យបុរសដែលស្ងប់ស្ងាត់ដូចអ្នកប៊ូម្នាក់នោះមានអារម្មណ៍អៀនខ្មាស់ជាខ្លាំងតួឯកស្រីគិតថាគូដណ្ដឹងខំប្រឹងរៀបចំកាដូឲ្យនាងយ៉ាងយកចិត្តទុកដាក់នាងក៏គួរតែបង្ហាញទឹកចិត្តខ្លះដែរនាងក៏ទៅហាងកាត់ដេរដើម្បីធ្វើលេបអោដោយផ្ទាល់ដៃជូនគេស្របពេលនោះបុរសអាក្រក់ម្នាក់នោះក៏បាននាំស្រីម្នាក់ទៀតមកដល់ដែរឃើញបែបនេះគេគិតថានាងនៅតែចង់ធ្វើកាដូឲ្យគេទើបគេចាប់ផ្ដើមនិយាយឌឺដងឃើញនាងមិនខ្វល់ពីគេបុរសនោះក៏ប្រាប់បុគ្គលិកឲ្យយកអាវរបស់តួឯកស្រីទៅកែតម្រូវតាមຂະຫນាត់ស្រីម្នាក់ទៀតដើម្បីជូននាងប៉ុន្តែពេលនេះតួឯកស្រីលែងត្រូវការអាវដែលធ្លាប់រៀបចំសម្រាប់រៀបការជាមួយបុរសម្នាក់នេះទៀតហើយនាងក៏និយាយដោយចិត្តទទួលលីថាបើកញ្ញាជូចូលចិត្តក៏ប្រគល់ឲ្យនាងទៅចុះបុរសនោះនិយាយថាឃើញថាអ្នកដឹងក្តីបែបនេះក្រោយរៀបការខ្ញុំអាចចំណាយពេលញ៉ាំបាយជាមួយអ្នកមួយខែម្ដងតួឯកស្រីក៏ទៅវិញថារៀបការអីទៅវិញជីឆាន់ជាតិមុនអ្នកធ្វើពុតជាមនុស្សខ្ពង់ខ្ពស់ធ្វើឲ្យខ្ញុំគិតថាអ្នកខុសពីអ្នកដែលលោភលន់ទ្រព្យសម្បត្តិដទៃទៀតនាងបន្តថាអ្នកអាងលើសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នកទើបតែពេលនេះខ្ញុំដឹងថាវាគ្រាន់តែជាការបិទបាំងនៅភាពអន់ថយដែលគួរឲ្យចង់សាច់របស់អ្នកប៉ុណ្ណោះរួចនាងក៏សួរដោយចំថាវិនជីឆាន់តើហេតុអ្វីបានជាអ្នកច្បាស់ម្ល៉េះថាអ្នកដែលខ្ញុំចង់រៀបការជាមួយគឺជាអ្នក